ហើយស៊ឺបន្លកសូមជម្រាបលោកគ្រូគួរចម្រើនសតិបែបណាកុំឲ្យពិបាកចិត្តនៅពេលបែកបាក់ស្នេហាយើងកុំឲ្យឃើញថាសេចក្តីទុក្ខនឹងមានតែពេលបែកបាក់ស្នេហាមួយជីវិតនេះមានទុក្ខច្រើនណាស់ចិត្តនេះបើកាលណាវាបានអប់រំដោយល្អហើយវាមិនមែនមិនកើតទុក្ខព្រោះតែរឿងបែកបាក់ស្នេហាមួយទេរឿងអីក៏វាឡើងកើតទុក្ខដែរអានេះបានហៅថាចិត្តរឹងមាំបើថានៅយើងចង់យកមួយម៉ាត់ពីរម៉ាត់មកបរិកម្មថាធ្វើម៉េចបែកស្នេហាកុំឲ្យឈឺចាប់ដល់រឿងផ្សេងវាឈឺទៀតចឹងចិត្តនេះនៅពេលដែលមានការអប់រំដោយសតិហើយក៏វានឹងបន្ថយទុក្ខគ្រប់រឿងទាំងអស់មិនមែនតែរឿងស្នេហាមួយទេហ្នឹងហើយគឺការកំណត់ដឹងទុក្ខនឹងឯងទុក្ខស្នេហាក៏ដោយបាត់បង់មនុស្សជាទីស្រឡាញ់ផ្សេងទៀតក៏ដោយខាតទ្រព្យក៏ដោយបាត់បង់កិត្តិយសក៏ដោយរហូតដល់ទៅបាត់បង់សុខភាពក៏ដោយឃើញទុក្ខមានច្រើនណាស់មិនយើងលើកតែរឿងស្នេហាមួយវាមិនមែនជាទីបញ្ចប់នៃពិភពលោកទេកន្លែងនោះនៅដាច់ដៃដាច់ជើងនៅខ្វាក់ភ្នែកនៅថ្លង់ទៅជាច្រើនណាស់មិនមែនតែរឿងនឹងមួយទេអញ្ចឹងស៊ឺប្រឡប់ថាមិនមែនតែរឿងនឹងមួយទេច្រើនណាស់សរុបមកឲ្យឃើញថាចិត្តនេះវាកើតទុក្ខព្រោះតែស្រឡាញ់នឹងឯងវាមិនមែនរឿងតែស្នេហាប្រុសស្រីមួយនេះស្រឡាញ់អីទុក្ខនឹងអាហ្នឹងស្រឡាញ់របស់បាត់របស់កើតទុក្ខអញ្ចឹងស្រឡាញ់កិត្តិយសខូចកិត្តិយសកើតទុក្ខស្រឡាញ់ជាប់ជាពាក់នឹងតំណែងគេដកតំណែងកើតទុក្ខឥឡូវស្អីដែលមិនទុក្ខព្រោះស្រឡាញ់កូនស្លាប់កើតទុក្ខស្រឡាញ់ប្តីស្លាប់កើតទុក្ខស្រឡាញ់ឪពុកម្ដាយស្រឡាញ់ជាប់ខ្លាំងម្ដាយឪពុកស្លាប់កើតទុក្ខតើរបស់ជាទីស្រឡាញ់ណាមួយដែលយើងមិនកើតទុក្ខតើយើងរៀនឲ្យឃើញទោសនៃការស្រឡាញ់នោះទៅពេលស្ដាប់បញ្ចប់ថាអញ្ចឹងមិនឲ្យស្រឡាញ់គ្នាទេចុះយើងមានពីណាហាមក៏អង្គគ្រាន់តែប្រាប់តែស្រឡាញ់ជាពាក់វាកើតទុក្ខអញ្ចឹងសំណួរសួរដេញថាធ្វើម៉េចរស់នៅមួយគ្នាបើអត់ស្រឡាញ់គ្នាមានថាចម្រើនសង្ឃហធម៌ការសង្គ្រោះគ្នាជំនួសវិញណាបន្ថយនៅការស្រឡាញ់ហួងហែងមកជាស្រឡាញ់ដោយការសង្គ្រោះគ្នាហើយឲ្យឃើញថាវាតាំងនៅក្នុងសង្ខារធម៌ថ្ងៃហ្នឹងជួបគ្នាជួយគ្នាទៅសង្គ្រោះគ្នាទៅថ្ងៃណាបែកគ្នាវាបែកហើយចេះទេហ្នឹងហើយកុំគិតតែភ័យអារឿងអត់ស្នេហាមួយបាក់